ថ្ងៃនេះជាថ្ងៃទី114ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំឃ្នងរបស់យោធាថៃកម្ពុជាសូមអំពាវនាវឲ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់និងប្រកបដោយសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិសូមគូបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនៅគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះដើម្បីឲ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង18នាក់នោះវិលត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុខសុវត្ថិភាពរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយុទ្ធពលខេមរភូមិន្ទមិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយទោះក្នុងកលៈទេសៈណាក៏ដោយប្រភពក្រសួងការពារជាតិតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា